បាទជំរាបសួរពុកម៉ែបងប្អូនកូនក្មួយទាំងអស់គ្នាជាទីរាប់អានថ្ងៃនេះខ្ញុំនាំបងប្អូនមកមើលនៅពងមាន់របស់យើងនៅរដូវក្តៅហើយក្តៅខ្លាំងមែនតើបងប្អូននេះដោយសារតែបូលវាទៀបហើយពងមាន់សម្បុកយើងនោះវានៅទៀបទៀតនៅចិត្តនឹងដំបូលកម្ដៅរបស់វានេះគឺខ្លាំងហើយអញ្ចឹងនិយាយទូទៅពងមាន់នេះយើងឲ្យកម្ដៅវាបានតែត្រឹម37ចុចទេបងប្អូនអាហ្នឹងវាញាស់ឬក៏តម្រូវការពងមាន់ដែលញាស់ហ្នឹងគឺតម្រូវការតែ37ចុចនេះទេសូម្បីតែទូញាស់តូចធំយ៉ាងណាក៏ដោយគឺគេ set up ឲ្យតែ17ចុចទេបើលើសពីហ្នឹងពងមាន់ហ្នឹងគឺខូចហើយនៅក្នុងការដែលយើងឲ្យមេរបស់វាក្រាបក៏ដូចគ្នាដែរបងប្អូនมันអាចលើសប៉ុណ្ណឹងបានទេបើមិនណាលើសពីហ្នឹងទៅគឺខូចដូចគ្នាបើទោះណាជាមានការបង្កកំណើតល្អត្រឹមត្រូវប៉ុណ្ណាក៏ដោយគឺវាក្តៅខ្លាំងពេកអញ្ចឹងបានជានៅតាមការចិញ្ចឹមបែបលក្ខណៈគ្រួសារតិចតួចក្តីច្រើនក្តីហ្នឹងឲ្យតែខែក្តៅនេះពងមាន់មិនទៅជាញាស់ល្អទេច្រើនតែងាប់នៅក្នុងពងឬក៏ញាស់មកហើយហ្នឹងគឺវាក្តៀបគឺស្វិតសម្បកនឹងជាប់នៅនឹងពងនៅនឹងកូនហ្នឹងទៅវិញញាស់ចេញអត់ពុជទេដោយសារតែក្តៅខ្លាំងពេកព្រោះកម្ដៅ37ក៏ពិតប៉ុន្តែដល់ក្តៅខ្លាំងមែនតើនៅក្នុងនេះអាពងមាន់ដែលមេកំពុងតែក្រាបបែបនេះណាកម្ដៅនឹងមិនក្រោម40ទេបងប្អូនក្តៅខ្លាំងមែនតើដូច្នេះធ្វើឲ្យពងមាន់របស់យើងនឹងវាខូចបើទូវិញគេហៅថាខ្វះសំណើមអញ្ចឹងវាក្តៅខ្លាំងពេកហើយសូម្បីតែទូភ្ញាស់ក៏ដោយបើដាក់នៅទីកន្លែងណាដែលវាក្តៅខ្លាំងក្នុងទូភ្ញាស់ហ្នឹងមិនមែន37ចុចទេច្បាស់ជាលើសហើយកាលណាតែលើសអំពូលហ្នឹងវាអត់ភ្លឺទេហើយស្វ័យបើថាអំពូលអត់ភ្លឺប៉ុន្តែកម្ដៅក៏អត់ចុះដែរដោយសារតែកម្លាំងក្តៅដែលជះពីព្រះអាទិត្យមកវាខ្លាំងដូច្នេះដើម្បីកាត់បន្ថយកម្ដៅនៅតាមសម្បុកឬក៏កន្លែងដែលយើងដាក់ភ្ញាស់ពងមាន់របស់យើងណានេះខ្ញុំប្រើអានេះបាញ់បងប្អូនអាកប៉ោងដែលគេដាក់ទឹកហើយទៅបាញ់នៅលើខោអាវដែលគេអ៊ុតណាយើងបាញ់អាហ្នឹងមកបងប្អូនហើយការបាញ់នេះបងប្អូនត្រូវមើលពងមាន់យើងឲ្យដឹងច្បាស់ថាពងមាន់របស់យើងនឹងជាពងដែលមានកូនហើយមានន័យថាមានសរសៃខ្មៅចិត្តតែញាស់ទៅហើយវាចាប់ដើមតាំងពី10ថ្ងៃជាង10ថ្ងៃជាងអីហ្នឹងបងប្អូនបាញ់ហ្នឹងអត់កំណត់ទេបងប្អូនមើលទៅលើកម្ដៅបើកម្ដៅនឹងខ្លាំងបងប្អូនអាសាបាញ់ដើម្បីកាត់បន្ថយកម្ដៅជាក់ស្ដែងខ្ញុំបានធ្វើរួចហើយអនុវត្តរួចឃើញថាល្អពួកពេលដែលយើងបាញ់អញ្ចឹងទៅឈ្មោះថាជាការផ្ដល់នៅសំណើមឲ្យដល់ពងមាន់យើងហ្នឹងជាពិសេសបាញ់ទៅលើមេវានេះបាញ់ទៅលើទ្រូងបងប្អូនសោយមេមាន់មកបាញ់ទៅលើទ្រូងវាទៅដើម្បីឲ្យវាមានសំណើមឲ្យវាត្រជាក់ខ្លួននេះផងអញ្ចឹងពេលវាក្រាមទៅឈ្មោះថាជាការកាត់បន្ថយនៅកម្ដៅបានយ៉ាងច្រើនហើយខ្ញុំប្រើវិធីបែបនេះឃើញថាល្អបងមាន់របស់ខ្ញុំគឺញាស់មកខែក្ដៅបែបនេះពីទូទៅពីឆ្នាំមុនគឺអត់ល្អទេបងប្អូនទូដាក់ក្នុងទូrồiគឺវាញាស់អត់ល្អដោយសារតែកម្ដៅហ្នឹងរកអត់ឃើញឥឡូវតម្រូវវិធីសាស្ត្រថ្មីឃើញឥឡូវគឺថាមាន់របស់ខ្ញុំគឺញាស់បានល្អវាអត់មានបញ្ហាស្អិតហើយវាក៏អត់មានបញ្ហាងាប់នៅក្នុងពងនឹងតទៅទៀតដែរបាទអរគុណបងប្អូនវីដេអូនេះមានប៉ុណ្ណឹងជួបគ្នានៅវីដេអូក្រោយទៀតជម្រាបលាបងប្អូន